លោកគ្រូអ្នកគ្រូនិងសាស្ត្រានុសិស្សទាំងអស់គ្នានេះខ្ញុំឈ្មោះឈុនលីចាន់រីខ្ញុំឈ្មោះឈុំចន្ទធីពួកយើងតំណាងឲ្យក្រុមទាំង4មកថ្ងៃទី 11A នៃសាលារៀនវិទ្យាល័យសង្ស័យ10មករាបនទទួលថ្ងៃនេះពួកយើងមកនិយាយបកស្រាយអំពីធានបទមួយដែលនិយាយពីសម្រាប់សូមអ្នកទាំងអស់គ្នាចូលរួមតាមដំណើរបរិមាណដែលត្រូវលើលោកនៃការធ្វើដំណើរត្រឹមត្រូវតាមបច្ចេកទេសបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្សសាជាពិសេសបរិស្ថានផងដែរសម្រាប់គឺជាសំណល់ដែលគេបោះចូលឬចាក់ចូលនៅទីកន្លែងផ្សេងគ្នាដោយសារតែគេលែងត្រូវការវាទៀតហើយតែបច្ចុប្បន្នកាកសំណល់នៅលើពិភពលោកត្រូវបានគេយកមកប្រើប្រាស់និងកែច្នៃឡើងវិញជាទូទៅសំណាងគឺជាកាកសំណល់ធ្វើឲ្យដែលសារតែការបានប្រកាសថ្ងៃហើយក៏បានបញ្ចេញចូលតាមភាពសំខាន់ពីប្រភពផ្សេងៗសម្រាប់មាន4ប្រភេទគឺសម្រាប់លំនៅឋានសម្រាប់ទីផ្សារសម្រាប់កសិកម្មនិងសម្រាប់មជ្ឈមណ្ឌលនិងមន្ទីរពេទ្យការគ្រប់គ្រងសារៈមិនល្អគួរមានផលប៉ះពាល់ដូចជាប៉ះពាល់ដល់សន្តិភាពទីក្រុងឬប្រទេសជាតិនិងបរិស្ថានជាពិសេសដល់សុខភាពមនុស្សជាការព្រឹកណាសម្រាប់ប៉ះពាល់ដល់បរិស្ថានទៅមើលផលប៉ះពាល់នៃសម្រាប់វិញមានដូចជាប៉ះពាល់ដល់សន្តិភាពទីក្រុងប៉ះពាល់ដល់សុខភាពមនុស្សដោយឡែកកំណត់សម្រាមគឺជាលំនៅស្ថានដ៏ល្អរបស់ពពួកមេរោគនិងជំងឺឆ្លងផ្សេងៗទៀតដូចជាជំងឺផ្ដាសាយរលាកសួតអាសន្នរោគនិងជំងឺជាច្រើនមុខទៀតសំណល់ទាំងនោះរួមមានជាតិផ្លាស្ទិកជ័រកៅស៊ូអំបែងកញ្ចក់ដែលកំណត់សម្ពុតក្រដាសអាហារប្រអប់កាតុងនិងសម្រាមដែលផ្សំឡើងពីជាតិសេលូឡូសដូចជាសំណល់ផ្លែឈើបន្លែស្លឹកនិងដើមរុក្ខជាតិគ្រប់ប្រភេទបច្ចុប្បន្នសំណល់ជាច្រើនប្រភេទត្រូវបានគេយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញមានដូចជាសំណល់អំបែងកែវត្រូវយកទៅប្រើប្រាស់ឡើងវិញដើម្បីធ្វើជាកែវនិងដបក្រដាសចាស់ៗគេយកទៅប្រើប្រាស់ឡើងវិញគេយកផ្លាស្ទិកទៅកែច្នៃរួចប្រើប្រាស់ដើម្បីកាត់បន្ថយសំរាមយើងត្រូវមានវិធានការដូចជាដើម្បីកាត់បន្ថយសំរាមនៅតាមទីធ្លាសាលារៀនក៏ដូចជានៅតាមទីសាធារណៈយើងត្រូវមានវិធានការដូចជាប្រជាជនត្រូវប្រើប្រាស់សំណល់ឬសំរាមឲ្យអស់លទ្ធភាពមុននឹងចោលកុំបោះចោលសំណល់នៅក្រៅទីសំរាមអប់រំប្រជាជនឲ្យស្គាល់មួយនេះយើងរួមគ្នាថែរក្សាបរិស្ថានទាំងនៅក្នុងសាលានិងក្នុងទីសាធារណៈកុំឲ្យមានសំរាមដែលហេតុធ្វើឲ្យប្រទេសជាតិមិនស្អាតនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលនៅក្នុងភូមិឃុំឲ្យចេះថែរក្សាបរិស្ថាននិងមិនត្រូវចូលសំរាមដូចដល់ឡើយចុងក្រោយខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូនិងសិស្សសាស្ត្រនិស្សិតទាំងអស់និងព្រមទាំងទស្សនិកជនដែលបានមើលទស្សនាវីដេអូខាងលើនេះរហូតដល់ចប់ជូនពរលោកគ្រូអ្នកគ្រូនិងសិស្សសាស្ត្រទាំងអស់ដែលបានទស្សនាវីដេអូនេះឲ្យមានសុខភាពល្អនិងតែណាមិនណាមានសុខភាព